Bàiជំរាបសួរសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំធ្វើដំណើរមកខាងមកខាងវាវែងបងប្អូនដើម្បីយកកូនចន្ទីមកឲ្យខាងអ៊ំដែលបានកំងកូនចន្ទីអញ្ចឹងណាបងប្អូនចំនួន2500ដើមហើយថ្ងៃនេះគឺខ្ញុំបានដឹកកូនចន្ទីយកមកដល់ផ្ទះគាត់ហើយនេះជាទស្សនវិជ្ជាទៅតាមផ្លូវមុននឹងយើងទៅដល់ស្រុកវាវែងនៅខេត្តពោធិ៍សាត់បងប្អូនគឺយើងមករៀបចំចន្ទីដើម្បីឡើងឡានដើម្បីរៀបចំចេញដំណើរទៅអញ្ចឹងណាបងប្អូនគឺយើងរៀបចំហើយគឺយើងចេញដំណើរទៅទាំងថ្ងៃតែម្ដងបងប្អូនហើយកូនចន្ទីនេះគឺជាប្រភេទកូនចន្ទី M23 ដែលនៅថ្នាលនេះគឺនៅខាងចការលើបងប្អូនហើយថ្ងៃនេះគឺយើងដាក់ចំនួន2500ដើមដើម្បីដឹកជញ្ជូនទៅឲ្យអ៊ំប្រុសដែលបានកំងអញ្ចឹងណាបងប្អូនហើយចំពោះបងប្អូនដែលមានតម្រូវការចង់បានកូនចន្ទីប្រភេទ M23 សុទ្ធអាចតាក់ទងមកខ្ញុំបានគឺខ្ញុំចាប់ដើមមានបបាវបន្តហើយបងប្អូនហើយអញ្ចឹងនេះជាទស្សនវិជ្ជានៅតាមផ្លូវហើយតាមផ្លូវនេះគឺជាផ្លូវដែលយើងចុះពីប្របែកតាខ្លាំងមឿងដើម្បីឆ្ពោះទៅខាងស្រុកវាវែងនៅខាងចិត្តដល់កំពង់មូលប្រម៉ោយណាបងប្អូនយើងចេញពីកំពង់មូលប្រម៉ោយបានយើងឡើងទៅខាងវាវែងបងប្អូនហើយនេះជាទស្សនវិជ្ជានៅតាមផ្លូវឥឡូវបងប្អូនមើលទស្សនាពីសកម្មភាពនិងទស្សនវិជ្ជានៅតាមផ្លូវជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបន្ទាប់ពីខ្ញុំធ្វើដំណើរបានមួយរយៈធំហើយគឺខ្ញុំបានមកដល់រង្វង់មូលប្រម៉ោយឬក៏គេហៅថារង្វង់មូលតម្រៃ1500បងប្អូនហើយនេះជារង្វង់មូលនឹងឯងបងប្អូនដោយសារតម្រៃនៅនឹងគឺច្រើនរង្វង់មូលនៅនឹងណារូបសនៈតម្រៃគឺវាច្រើនហើយបន្ទាប់មកគឺខ្ញុំធ្វើដំណើរឆ្ពោះទៅខាងវាវែងបងប្អូនអានេះជាផ្លូវដែលយើងត្រូវធ្វើដំណើរទៅដល់ខាងវាវែងបងប្អូនហើយនៅខាងមុខហ្នឹងគឺមានផ្សារមួយធំគេហៅផ្សារផ្សារវាវែងឬក៏ផ្សារប្រម៉ោយទេខ្ញុំអត់ចាំដែរបងប្អូនខ្ញុំអត់សូវស្គាល់ដែរបងប្អូនជាស្រ័យផងបន្ទាប់មកគឺខ្ញុំបានធ្វើដំណើរមកដល់ផ្ទះរបស់គាត់ហើយបងប្អូនហើយខ្ញុំទេប្រាប់គាត់រៀបចំអ្នកជួយតម្លាក់ដោយសារខ្ញុំអត់មានអ្នកជួយតម្លាក់ទេខ្ញុំធ្វើដំណើរដោយម្នាក់ឯងហើយណាមួយគឺរយៈពេលយើងធ្វើដំណើរគឺយូរដែរអញ្ចឹងគឺយើងមកដល់កន្លែងទីតាំងនេះគឺរៀងល្ងឹតអញ្ចឹងណាបងប្អូនប្រហែលជាម៉ោង5ថ្ងៃចិត្តលេខហើយបន្ទាប់ពីយើងធ្វើបន្ទាប់ពីយើងតម្លាក់កូនយន្តទីរួចរាល់គឺខ្ញុំរកកន្លែងហូបបាយដោយសារម៉ោងប្រហែលជា6ជាងហើយបងប្អូនអញ្ចឹងខ្ញុំត្រូវរកកន្លែងហូបបាយហើយនេះជាហាងបាយនៅចិត្តរង្វង់មូលប្រម៉ោយបងប្អូនក៏ខ្ញុំបានកំងម្ហូបមួយចានហើយនឹងបាយមួយចានដើម្បីបរិភោគអញ្ចឹងណាបងប្អូនដោយសារតែពេលថ្ងៃគឺខ្ញុំបានហូបបាយអញ្ចឹងហើយគឺម៉ោងប្រហែលជា6ជាងនេះគឺខ្ញុំមករកកន្លែងហូបបាយហើយបន្ទាប់ពីយើងរកកន្លែងហូបបាយរួចរាល់គឺយើងធ្វើដំណើរទៅរកផ្ទះសម្រាប់ដេកស្នាក់នៅមួយយប់អញ្ចឹងណាបងប្អូនដោយសារយើងប្រហែលជាម៉ោង7នេះគឺខ្ញុំអត់ហ៊ានធ្វើដំណើរចេញទៅទេដោយសារខ្ញុំបើកធ្វើដំណើរហ្នឹងគឺតែឯងអញ្ចឹងគឺខ្ញុំសម្រេចចិត្តដេកនៅខាងប្រម៉ោយមួយយប់អញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺខ្ញុំបានធ្វើដំណើរមកដល់បន្ទប់ដេកហើយបងប្អូនហើយបន្ទប់ដេកនេះគឺជាផ្ទះសំណាក់របស់កូនដែលអ៊ំគាត់បានកំងចន្ទីអញ្ចឹងណាបងប្អូនគឺស្អាតគួរសមហើយតម្លៃគឺសមរម្យដែរបងប្អូនត្រឹមតែ$13ទេហើយជាប្រភេទម៉ាស៊ីនត្រជាក់ហើយបន្ទប់គឺស្អាតល្អដែរបងប្អូនគឺប៉ុណ្ណេះគឺមកគួរសមហើយបងប្អូននៅខាងស្រុកវាវែងណាបងប្អូនព្រោះដោយសារនៅតំបន់ហ្នឹងគឺសម្បូរកន្លែងដើរលេងអីដែរហើយឥឡូវនេះគឺយើងចាប់ដើមរៀបចំកន្លែងដេកហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ